បៀវត្តជំរាបសួរបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាតើយើងមាននីតិវិធីអ្វីដែលរៀបចំប្រាក់បៀវត្តជូនបុគ្គលិកបានល្អតោះយើងមើលទាំងអស់គ្នា HR មានតួនាទីរៀបចំប្រាក់បៀវត្តស្អីទៅប្រាក់បៀវត្តយើងច្រឡំថាប្រាក់បៀវត្តគឺជាប្រាក់ខែវាមិនខុសទេប្រាក់បៀវត្តមានអីខ្លះទី1មានប្រាក់ខែទី2មាន bonus គេហៅប្រាក់រង្វាន់ប្រចាំឆ្នាំទី3មានប្រាក់លើសម៉ោង OT ទី4មានប្រាក់ allowance ប្រាក់របបទី5ប្រាក់ incentive ប្រាក់លើកទឹកចិត្តទី6 benefit អត្ថប្រយោជន៍ផ្សេងអញ្ចឹងទាំង6ចំណុចនោះបានគេហៅថាបៀវត្តអញ្ចឹងប្រាក់ខែនិងបៀវត្តដូចគ្នាទេបាទប្រាក់ខែជាបំណែកមួយនៃបៀវត្តយើងរាល់ថ្ងៃយើងនិយាយប្រាក់ខែបៀវត្តជាទូទៅយើងច្រឡំគ្នាថាអានឹងតែមួយមិនមែនទេទាំងអស់នឹងគេហៅថាបៀវត្តអញ្ចឹងលើកឡើងវិញបៀវត្តមានអីខ្លះមានប្រាក់ខែមាន bonus ប្រាក់រង្វាន់ប្រចាំឆ្នាំមានប្រាក់ OT ប្រាក់លើសម៉ោងប្រាក់ allowance ប្រាក់របបប្រាក់លើកទឹកចិត្តដែលអ្វីដែលធ្វើលើសផែនការហើយនឹងប្រាក់អត្ថប្រយោជន៍ផ្សេង benefit អញ្ចឹងទាំងអស់នឹងតួនាទីគឺ HR អ្នករៀបកន្លែងខ្លះឲ្យគណៈនៃអ្នករៀបគឺអត់ត្រូវទេចាំមើល flow work នៃការងារនេះមិនអញ្ចឹង HR គាត់មានតួនាទីរៀបចំលំហូរប្រាក់បៀវត្តទាំងអស់ហើយមានឯកសារយោងអីខ្លះគាត់មាន staff contract អាចធ្វើរឿងបានដឹងរឿងពីរ staff contract ទី1បានដឹងប្រាក់ខែនិង allowance អញ្ចឹងក្នុង staff contract ទៅសេជាក់លាក់តែពីរទេគឺប្រាក់ខែនិង allowance បាទលទ្ធផលការងារដែលគាត់ធ្វើការផែនការលើសផែនការក៏អត់អានឹងគិតលុយ incentive និងឯ time sheet គិតលុយលើសម៉ោងឬកាត់ម៉ោងគាត់មកវិញនិងឯ staff evaluation បានគិត bonus បានឯអត្ថប្រយោជន៍ផ្សេងអានឹងផ្អែកលើភាពជាក់ស្ដែងនៅក្នុង policy បាទទាំងអស់នេះ HR គាត់រៀបហើយបានបញ្ជូនមកឲ្យគណៈអគ្គនាយកពិនិត្យនិងអនុម័តទៅលើរបាយការណ៍ប្រាក់បៀវត្តទាំងអស់ហ្នឹងបន្ទាប់មកទៀតបានរុញទៅឲ្យគណៈនាយកគាត់ធ្វើ pay slip មាន slip តាមបុគ្គលម្នាក់បុគ្គលកមានប្រាក់ខែប្រមាណ allowance incentive ប្រមាណតាមបុគ្គលមួយអានឹងរុញឲ្យធ្វើ pay slip គឺគណៈនាយកបន្ទាប់មកទៀតបានរុញទៅឲ្យបេឡាកគាត់បើកប្រាក់បៀវត្តជូនបុគ្គលិកសរសេរសញ្ញេនៅក្នុង time slip នៅក្នុង pay slip នឹងហើយយើងវេកុងធនាគារឲ្យគាត់ឬក៏បើកលុយផ្ទាល់អានឹងតួនាទីរបស់ cashier នៅពេលបានឯកសារទាំងមូលនឹងហើយគណៈនាយកគាត់កត់ត្រានៅចូលក្នុង accounting system របស់គាត់ទៅធ្វើឲ្យគាត់ដឹងថាលំហូរនៅក្នុងប្រាក់បៀវត្តនឹងចាយប្រាក់ខែលើសតិចច្រើនអីយើងនៅដឹងបាទនៅក្នុងនឹងអញ្ចឹងតួនាទីគណៈនៃចុះកត់ត្រាអីខ្លះគណៈនៃធ្វើការ3ដែលផលិតរបាយការណ៍ហិរញ្ញវត្ថុនឹង3ទី1របាយការណ៍ចំណេញខាត income statement ទី2 cash flow statement របាយការណ៍ចរន្តសាច់ប្រាក់and ទី3 balance sheet តារាងតរយៈកាលឬក៏ទ្រព្យនិងបំណុលទាំង3នេះហើយបានផ្ញើរបាយការណ៍ទាំងអស់ហ្នឹងឲ្យប្រធាន finance រាយការណ៍ជូនអគ្គនាយកបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានចូលរួមស្ដាប់បើសិនណាជាបងប្អូនចង់បានវីដេអូថ្មីខ្ញុំមានវីដេអូដែលជា real practice របស់ខ្ញុំមាន page មាន YouTube មាន TikTok ឈ្មោះថាអំណោយទានអក្សរខ្មែរអំណោយទានជួយ like ជួយ subscribe ឲ្យផងយើងបានជាប្រយោជន៍យើងទាំងអស់គ្នាបាទអរគុណច្រើនដែលបានចូលរួមបាទអរគុណ